កម្ពុជាស្នើសុំឲ្យបណ្ដារដ្ឋដែលគោរពច្បាប់លើកទឹកចិត្តភាគីថៃដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយនឹងកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានៅយប់ថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចជាមួយនឹងខ្លឹមសារទាំងស្រុងថាបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់មិត្តបរទេសជាទីរាប់អានមកដល់ម៉ោងនេះបងប្អូនជនរួមជាតិនិងមិត្តបរទេសប្រហែលជាអាចយល់បានហើយថាហេតុអ្វីបានជាខ្ញុំសម្រេចចិត្តចេញបញ្ជាឲ្យក្រសួងការបរទេសនិងតំណាងកម្ពុជាយើងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងរុស្ស៊ីដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ2022ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបថរបស់កម្ពុជាខ្ញុំគិតថាថ្ងៃណាមួយថៃនឹងធ្វើសកម្មភាពដោយកាលពីឆ្នាំ2008ដល់ឆ្នាំ2011ទៀតហើយពេលនេះភាពកក្លឿនមិនគោរពច្បាប់បានបង្ហាញចេញមកហើយដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោកដែលគោរពច្បាប់ផងនិងសម្រាប់អនាគតកម្ពុជាជាមួយប្រទេសថៃផងកម្ពុជាអំពាវនាវដល់បណ្ដារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីនិងគោរពតាមច្បាប់សំណូមពររបស់កម្ពុជាគឺស្នើសុំឲ្យបណ្ដារដ្ឋដែលគោរពច្បាប់លើកទឹកចិត្តភាគីថៃដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ4ចំណុចទី1តំបន់មុំ3នៃព្រំដែនកម្ពុជាឡាវថៃទី2ប្រាសាទតាមាន់ធំទី3ប្រាសាទតាមាន់តូចនិងទី4ប្រាសាទតាក្របីកម្ពុជាមិនស្នើសុំអាវុធគ្រាប់ដើម្បីវាយប្រហារបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេតែកម្ពុជាស្នើសុំលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចាតាមរយៈយន្តការទ្វេភាគីផងនិងតាមផ្លូវតុលាការផងព្រំដែនកម្ពុជាថៃមានប្រវែងជាង800គីឡូម៉ែត្រកម្ពុជាលើកតែ4ចំណុចដែលជាចំណុចក្តៅនិងរសើបដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន4ចំណុចដោយបានរៀបរាប់ខាងលើមិនអាចរកការស្រស់ស្រួលគ្នាតាមរយៈយន្តការទ្វេភាគីបានឡើយសូម្បីតែ100ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះទើបអាចដោះស្រាយបានការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្គ្រាមនោះឡើយតែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជាការបង្ហូរឈាមនាពេលអនាគតសម្រាប់រាជរដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរក្នុងករណីចាញ់ក្តីនៅតុលាការក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អដែលឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីសិង្ហបុរីនិងម៉ាឡេស៊ីនាំយកចំនួនទឹកដីទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗគោរពតាមការសម្រេចចិត្តរបស់តុលាការជាលទ្ធផលទំនាក់ទំនងរវាងឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីនិងទំនាក់ទំនងម៉ាឡេស៊ីជាមួយសិង្ហបុរីនៅតែល្អគ្មានចំនួនតកូនតចៅការគេចវេះណាមួយមិនហ៊ានចូលតាមផ្លូវតុលាការវាមានន័យស្មើជាមួយនឹងការប្រព្រឹត្តបទល្មើសនិងការមិនគោរពច្បាប់នៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់